រឿងនៃទៀនខ្មែររឿងដំរីសនិងទន្សាយដ៏ឆ្លាតយូរយារណាស់មកហើយមុនពេលទីក្រុងមានមនុស្សច្រើនកកកនិងមុនពេលវេលាកន្លងផុតទៅយ៉ាងលឿនមានព្រៃពិសិដ្ឋមួយដែលមានព្រៃជ្រៅនិងបៃតងនៅជិតប្រាសាទថ្មបុរាណដែលសាងសង់ដោយស្ដេចដែលមានប្រាជ្ញាម្នាក់ពន្លឺព្រះអាទិត្យបានធ្លាក់យ៉ាងស្រទន់ឆ្លងកាត់ដើមឈើខ្ពស់ខ្យល់បក់រវិចយ៉ាងស្ងប់ស្ងាត់ឯសត្វស្លាបច្រៀងយ៉ាងស្រទន់មើលទៅព្រៃឈើពោពេញដោយដង្ហើមដោយសន្តិភាពសត្វទាំងអស់រស់នៅជាមួយគ្នាដោយសុខដុមរមនានៅក្នុងព្រៃនេះមានដំរីសដ៏អស្ចារ្យមួយរស់នៅឈ្មោះរបស់គាត់គឺព្រះដំរីសគាត់ខ្លាំងជាងសត្វដទៃទៀតជំហានរបស់គាត់រញ្ជួយដីសំឡេងរបស់គាត់បន្លឺតាមដើមឈើវិញ្ញាណព្រៃបានជ្រើសរើសគាត់ឲ្យធ្វើជាអ្នកថែរក្សាព្រៃឈើរហូតមកដំបូងឡើយគាត់បានការពារសពសត្វទាំងអស់គ្នាលុះយូរទៅដំរីមានភាពមានណាស់និងភាពក្រអឺក្រទមបានដុះឡើងនៅក្នុងចិត្តរបស់គាត់ដំរីសចាប់ផ្ដើមជឿថាកម្លាំងតែមួយគត់ធ្វើឲ្យគាត់មានសារៈសំខាន់នៅពេលដែលសត្វតូចដើរយឺតពេកគាត់ស្រែកធ្វើឲ្យសត្វទាំងអស់ភ័យខ្លាចពេលដែលសត្វស្លាបច្រៀងខ្លាំងពេកគាត់បំភ័យពួកវាឲ្យរត់ចេញនៅពេលដែលអ្នកដទៃនិយាយគាត់លែងស្ដាប់ទៀតហើយគាត់និយាយថាខ្ញុំជាមនុស្សខ្លាំងបំផុតព្រៃនេះជារបស់ខ្ញុំសត្វតូចមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងពួកវាខ្សឹបខ្សៀវនៅពីក្រោយដើមឈើខ្លះលាក់ខ្លួននៅក្នុងគុម្ពឈើគ្មានអ្នកណាម្នាក់ហ៊ាននិយាយប្រឆាំងនឹងដំរីសឡើយសត្វក្តាន់ឈប់ទៅលេងទឹកទន្លេស្វានៅលើដើមឈើមិនហ៊ានចុះសូម្បីតែសត្វស្លាបក៏ហាវជេងមុនរាល់ល្ងាចដែរព្រៃឈើស្ងប់ប៉ុន្តែវាមិនស្ងប់ទេមានតែសត្វតូចមួយប៉ុណ្ណោះដែលមើលអ្វីគ្រប់យ៉ាងដោយស្ងប់ស្ងាត់ទន្សាយតូចមួយមានភ្នែកភ្លឺនិងស្នាមញញឹមទន់ភ្លន់ឈ្មោះរបស់វាគឺច័ន្ទច្ររក្សស្មាតខ្ញុំមិនខ្លាំងទេមៀតមិនធំទេប៉ុន្តែមានប្រាជ្ញាឆ្លៀវវៃគាត់ជឿថាកំហាំងមិនអាចយកឈ្នះបានដោយកំហាំងបាននិងកម្លាំងមិនអាចយកឈ្នះបានដោយកម្លាំងបានគាត់អង្គុយស្ងៀមនៅក្រោមដើមឈើចាស់មួយហើយគិតយ៉ាងស៊ីជម្រៅគាត់ខ្សឹបខ្សៀវថាប្រសិនបើដំរីបន្តបែបនេះព្រៃនឹងបាត់បង់ភាពសុខដុមរបស់វាមិនខានឡើយបន្ទាប់មកយូរទៅគំនិតដ៏ឆ្លាតវៃមួយបានកើតឡើងចំពោះគាត់ដោយជំហានស្ងប់ស្ងាត់និងចិត្តគោរពទន្សាយបានដើរទៅរកដំរីសសត្វដទៃទៀតបានមើលដោយភ័យខ្លះបិទភ្នែកទន្សាយអន់ក្បាលដោយគួរសមនឹងក្តីគោរពទៅកាន់ដំរីសគាត់និយាយយ៉ាងស្រទន់ថាអូអ្នកការពារដ៏អស្ចារ្យអើយខ្ញុំមកមិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកទេប៉ុន្តែដើម្បីដាស់តឿនអ្នកដំរីសបានសម្លឹងមើលទន្សាយតូចគាត់សាយហើយនឹកគិតថាការដាស់តឿនទន្សាយតូចអាចដឹងអាចធ្វើអ្វីបានទន្សាយនិយាយយ៉ាងស្ងប់ស្ងាត់គាត់និយាយថាអ្នកពិតជាអស្ចារ្យណាស់វិញ្ញាណព្រៃកំពុងមើលអ្នកពួកគេមិនសប្បាយចិត្តនឹងមោដភាពនិងភាពខូខៀវរបស់អ្នកឡើយនៅពេលដែលកម្លាំងត្រីបានប្រើប្រាស់ដោយគ្មានសេចក្តីសប្បុរសដូច្នេះកម្មផលនឹងតបស្នងមកលើអ្នកវិញមិនខានឡើយសំឡេងសើចរបស់ដំរីហើយប្រាប់ទន្សាយឲ្យឈប់ត្រចៀករបស់គាត់ញ័របេះដូងរបស់គាត់លោតញាប់ជាងមុនគាត់នឹកឃើញរឿងចាស់រឿងរ៉ាវអំពីវិញ្ញាណទំនងនិងកម្មផលគាត់មានអារម្មណ៍ភ័យខ្លាចនៅពេលដែលខ្យល់ថយពន្លឺពណ៌ខៀវទន់មួយបានលេចឡើងនៅក្នុងដើមឈើពីពន្លឺនោះមានរូបកាយទន់មួយបោះជំហានទៅវិញទៅមកពន្លឺនោះគឺនាងវិញ្ញាណព្រៃសំឡេងរបស់នាងស្ងប់កាត់ប៉ុន្តែមានអំណាចនាងនិយាយស្ដេចដំរីសអ្នកត្រីបានជ្រើសរើសឲ្យការពារមិនមែនដើម្បីគ្រប់គ្រងទេកម្លាំងដោយគ្មានសេចក្តីសប្បុរសនាំមកនឹងទុក្ខវេទនាមោដភាពបំបីភាពសុខដុមរមនានៅក្នុងព្រៃនេះហើយមានតែភាពគោរពនិងស្មោះត្រង់ចិត្តសប្បុរសទេដែលស្ដារស្ថានភាពឡើងវិញពាក្យរបស់នាងមិនខឹងទេវាគឺជាការពិតដំរីសបានអោនក្បាលដុះមោដភាពរបស់វារសែតបាត់បង់
រីឯចិត្តរបស់វាទន់លន់ឡើងវិញវានិយាយយ៉ាងស្ងាត់ស្ងាត់ខ្ញុំខុសហើយខ្ញុំភ្លេចកាតព្វកិច្ចរបស់ខ្ញុំវាបែរទៅរកសត្វទាំងអស់ហើយនិយាយខ្ញុំសុំទោសខ្ញុំនឹងការពារអ្នកមិនមែនបំភ័យអ្នកទេសត្វបានបោះជំហានមុខយឺតភាពភ័យខ្លាចរសែតបាត់ពីភ្នែករបស់វាទន្សាយញញឹមយ៉ាងស្រទន់សត្វក្នុងព្រៃមានការអភ័យជាស័យនិងសេចក្តីសោកកើតឡើងពោពេញពាក់ព្រៃឈើចាប់ពីថ្ងៃនោះមកដំរីសបានការពារព្រៃដោយប្រុងប្រយ័ត្នវាស្ដាប់វាជួយវាការពារញាក់ទុនខ្សោយសត្វបានត្រឡប់មកវិញសំឡេងសើចបានត្រឡប់មកវិញសន្តិភាពបានត្រឡប់មកវិញដំរីនិងទន្សាយតែងតែដើរជាមួយគ្នាកុំលឹងក្រែពីប្រាជ្ញាវិញ្ញាណព្រៃមើលពីចម្ងាយដ៏ញញឹមដូច្នេះកូនចូលចងចាំមេរៀននេះពីព្រៃពិសិដ្ឋប្រាជ្ញាខ្លាំងជាងកម្លាំងសេចក្តីសប្បុរសធម៌ជាងអំណាចនិងភាពរាបទាររក្សាឲ្យពិភពលោកមានទំនង់នេះគឺជាមាគ៌ារបស់កម្មផលនេះគឺជាមាគ៌ារបស់សន្តិភាពសីលធម៌របស់រឿងប្រាជ្ញានិងសេចក្តីសប្បុរសខ្លាំងជាងកម្លាំងសីលធម៌ពង្រីកការនិទានរឿងឬការពណ៌នាអំណាចពិតប្រាកដមិនត្រូវបានរកឃើញនៅក្នុងទំហំឬកម្លាំងទេប៉ុន្តែនៅក្នុងភាពរាបទាប្រាជ្ញានិងការគោរពចំពោះអ្នកដទៃអ្នកដែលប្រើកម្លាំងដោយគ្មានសេចក្តីសប្បុរសនឹងប្រឈមនឹងកម្មផលហើយអ្នកដែលធ្វើអំពើដោយប្រាជ្ញានាំមកនឹងភាពសុខដុម Wisdom and kindness are stronger than strength. Thank you for watching. See you next video. Subscribe. Like and hit the bell.